ទេសភាពស្អាតស្អាត5កន្លែងក្នុងខេត្តកំពតមានពេលមួយថ្ងៃវល់ល្ងាចក៏អាចទៅលេងបានដែរថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីវិធីសន្សំសំចៃដើរលេងក្នុងរយៈពេលមួយថ្ងៃវល់ល្ងាចធ្វើម៉េចឲ្យអស់លុយតិចមានកម្រងទៅលេងកំពតឬក៏កែបត្រូវតែ share វីដេអូមួយនេះទុកប្រយ័ត្នខាតព្រោះខ្ញុំនឹងប្រាប់ពីកន្លែងដើរលេងស្អាតស្អាតនិងកន្លែងញ៉ាំអីឆ្ងាញ់ឆ្ងាញ់នៅខេត្តកំពតជាពិសេសគឺវិធីកក់សំបុត្រឡានចំណេញបានរហូតដល់ 50% មិនត្រឹមតែប៉ុណ្្នឹងទេខ្ញុំនឹងប្រាប់កន្លែងជួលម៉ូតូដែលមានម៉ូតូស្អាតស្អាតជាពិសេសគឺគេមាន discount 15% ឲ្យអ្នកទាំងអស់គ្នាទៀតអញ្ចឹងកុំខកខានចំពោះវីដេអូមួយនេះជួបរៀបសុំចំរៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំនូទីថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីកន្លឹះដើរលេងមួយថ្ងៃវល់ល្ងាចនៅកំពតធ្វើម៉េចឲ្យអស់លុយតិចតែដើរបានច្រើនកន្លែងហើយនឹងកន្លែងស្អាតស្អាតម្ហូបឆ្ងាញ់ឆ្ងាញ់មកដល់កំពតអ្នកទាំងអស់គ្នាចង់ជួលម៉ូតូអាចសេវលេខរបស់បងមូនីកានេះទុកឬក៏អាចចូលទៅមើលក្នុងខមមិនខ្ញុំនឹងតម្លាក់លេខនៅហ្នឹងព្រោះឡៃគាត់មានម៉ូតូស្អាតស្អាតមួយទៀតបើអ្នកទាំងអស់គ្នាប្រាប់គាត់ថាមកតាមវីដេអូរបស់នូទីឃើញវីដេអូហ្នឹងប្រាប់គាត់ discount ឲ្យ 15% ទៀតបន្ទាប់ពីជួលម៉ូតូរបស់គាត់ហើយខ្ញុំក៏ចេញដំណើរទៅដំបងគេគឺឡើងទៅបូកកទៅកន្លែងកាហ្វេមុខយៈនេះគឺកន្លែងនេះកន្លែងថ្មីហើយស្អាតមែនតើអ្នកទាំងអស់គ្នាជាពិសេសទេសភាពពេលអ្នកទាំងអស់គ្នាទៅពេលព្រឹកគឺមានអាប់មានពពកអូញយមែនគឺធ្លាក់នៅនឹងស្អាតខ្លាំងមែនតើជាពិសេសគឺអ្នកចូលចិត្តថតរូបប្លង់ថតរូបនៅនឹងស្អាតស្អាតមែនតើហើយនឹងកាហ្វេម៉ាឆាគាត់អីហ្នឹងរសជាតិគឺ the best ខ្ញុំបានសាកហើយគឺរសជាតិឆ្ងាញ់របស់គេមែនកន្លែងគាត់មានកន្លែងអង្គុយធំតលាយមានអាហារសម្រន់មួយចំនួនដូចគ្នាមាននំកញ្ចប់មានអីជាពិសេសគឺមានកន្លែងអង្គុយច្រើនហើយខ្ញុំក៏ឃើញគេធ្វើនៅចិត្តនឹងថែមច្រើនទៀតដែរអញ្ចឹងអ្នកទាំងអស់គ្នាទៅលេងបូកកុំភ្លេចចូលលេងកាហ្វេមុខយៈសិនអ្នកទាំងអស់គ្នាចង់ទៅលេងដោយជិះឡានទៅហើយជួលម៉ូតូដូចខ្ញុំប្រាប់ពីវិធីកក់សំបុត្រឡានដែលមាន discount រហូតដល់ 50% ពីក្រុមហ៊ុន e-booking សារតែក្រុមហ៊ុន e-booking គាត់បើកដំណើរការសាខាថ្មីនៅខេត្តកំពតអញ្ចឹងអ្នកដែលចង់ទៅខេត្តកំពតគឺឡើងពិបាកទៀតហើយអាចជិះឡានក្រុមហ៊ុន e-booking បានហើយមិនត្រឹមតែប៉ុណ្្នឹងទេគាត់មានឡានពីសៀមរាប direct ទៅខេត្តកំពតពីកំពតទៅសៀមរាបទៀតអញ្ចឹងគឺងាយស្រួលខ្លាំងមែនតើហើយឡានគេងយប់គាត់ក៏មិនមែនមានតែពេលយប់ដែរអ្នកទាំងអស់គ្នាគាត់មានបើកដំណើរការនៅពេលថ្ងៃដូចគ្នាអ្នកធ្លាប់ជិះឡានគាត់ទៅសៀមរាបពីមុនគឺដឹងហើយឡានគាត់គឺស្រួលជិះមែនតើហើយបើចង់បាន promotion 50% ងាយទេអ្នកទាំងអស់គ្នាគ្រាន់តែកក់សំបុត្រឡានឲ្យបានមុនថ្ងៃដែលពួកគាត់បើកដំណើរការគឺបានហើយថ្ងៃដែលពួកគាត់បើកដំណើរការគឺថ្ងៃ15អញ្ចឹងអ្នកទាំងអស់គ្នាកក់សំបុត្រឡានមុនទៅគឺបាន discount 50% នឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាកក់ដល់2សំបុត្រទៀតគឺអ្នកទាំងអស់គ្នានឹងទទួលបានការប្រវល់កងយករង្វាន់ភ្លាមនៅនឹងកន្លែងផ្ទាល់តែម្ដងទីតាំងគាត់នៅកំពតគឺនៅចិត្តកន្លែងយើងជួលម៉ូតូហ្មងគឺនៅជាប់នឹង ABA ផ្ទាល់តែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹងទេទោះបីចាប់ promotion 50% ហ្នឹងក៏គាត់នៅតែមាន promotion តគឺសំបុត្រឡានទៅមកភ្នំពេញកំពតត្រឹមតែ$5ទេអ្នកទាំងអស់គ្នាអញ្ចឹងគឺងាយស្រួលសម្រាប់អ្នកចង់ទៅលេងកំពតដើម្បីឲ្យសេវលុយបានច្រើនហើយចេញពីហ្នឹងមកខ្ញុំទៅកន្លែងទី2របស់ខ្ញុំគឺមានឈ្មោះថាពីមស្នេហ៍ resort គឺកន្លែងហ្នឹងមាន resort មានអាហារមានភេសជ្ជៈអីផ្សេងដើម្បីទៅនឹងបានគឺយើងត្រូវតែជិះទូករបស់ខាង resort ទៅគឺទូករបស់គាត់នៅចាំទទួលយើងនៅហ្នឹងបើសិនជាយើងកក់គាត់មុនហើយបើសិនជាយើងអត់កក់ទេក៏គាត់នៅតែជូនយើងទៅដូចគ្នាតែយើងប្រាប់គាត់ទៅថាយើងចូលទៅញ៉ាំភេសជ្ជៈឬក៏ញ៉ាំអាហារពេលថ្ងៃនៅហ្នឹងគាត់មានរៀបទទួលអាហារពេលព្រឹកពេលថ្ងៃពេលល្ងាចតាមអ្នកទាំងអស់គ្នាកំងនៅហ្នឹងគឺស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាប្លង់ចូលសំបីតែជិះទូកទៅនឹងក៏មានអារម្មណ៍ថាវា fresh ខ្លាំងណាស់ដែរជាពិសេសអ្នកចូលចិត្តថតរូបថតវីដេអូអីទៅនឹងគឺអត់ខុសបំណងទេមួយទៀតអ្នកទាំងអស់គ្នាទៅញ៉ាំតែកាហ្វេមួយកែវឬក៏ផឹកតែដូងមួយអីក៏បានដែរគឺគេអត់មានគិតថ្លៃទូកដែលយើងជិះមកហ្នឹងទេដោយក្រុមពួកខ្ញុំទៅហ្នឹងគឺដំណងតែញ៉ាំដូងក្អូបនៅហ្នឹងគឺដោយសារតែដូងក្អូបនៅហ្នឹងឈ្ងុយឆ្ងាញ់ខ្លាំងមែនតើហើយណាមួយយើងបានដើរថតរូបលេងទៀតចឹងគឺចំណេញហើយបើអ្នកទាំងអស់គ្នាចង់មកញ៉ាំអាហារពេលថ្ងៃនៅហ្នឹងក៏បានដូចគ្នាម្ហូបអាហារគេមានច្រើនមុខតម្លៃសមរម្យហើយឆ្ងាញ់ទៀតអ្នកទាំងអស់គ្នាដោយសារខ្ញុំធ្លាប់មកញ៉ាំលើកមុនមួយសាយខ្ញុំអត់បានថតចឹងណានៅហ្នឹងគឺមាន activity ច្រើនខ្លាំងមែនតើជាពិសេសអ្នកដែលចង់មកគេងខ្ញុំរីកមិនឲ្យមកហ្នឹងដោយសារតែនៅហ្នឹងយើងអាចអុំទូកកាយៈលេងជុំវិញហ្នឹងជាពិសេសគឺជិះកង់លេងដូចខ្ញុំចឹងហើយក៏មានតាវិយាមានអូច្រើនណាស់ខ្ញុំអត់ដឹងថារៀបរាប់មិនទេអ្នកទាំងអស់គ្នាអាចសួរព័ត៌មានបន្ថែមរបស់គេបានខ្ញុំនឹងដាក់ location កន្លែងគាត់នៅក្នុង comment ហើយអ្នកទាំងអស់គ្នាអាចសួរព័ត៌មានបន្ថែមគាត់បានបន្ទាប់ពីដើរលេងនឹងញ៉ាំអីហើយយើងប្រាប់បុគ្គលិកគេទៅនឹងមានទូគេមកយកយើងហើយពេលចេញពីពីមស្នេហ៍មកខ្ញុំក៏ឈៀងចូលទៅលេងដងទេបន្តិចកន្លែងនេះគឺធ្លាប់ល្បីយូរហើយអ្នកទាំងអស់គ្នាដឹងអីដោយសារយើងនៅនឹងសបោអីញ៉ាំជាពិសេសគឺគេមានលក់អីច្រើនយើងអាចចូលទៅមើលចំណីចំណប់នំចំណីអីនៅហ្នឹងណាអត់ខាតជើងទេដោយសារចិត្តគ្នាដែរយើងជិះបន្តិចដល់មើលគេលោតទឹកលោតអីសម្រាប់តែចូលចិត្តហែទឹកជិះម៉ូតូទឹកអីហ្នឹងគឺនៅហ្នឹងអែមែនតែនសម្រាប់អុំទូកកាយៈឬក៏
កំសាន្តអីផ្សេងៗមានច្រើនដូចអ្នកទាំងអស់គ្នាបានឃើញក្នុងវីដេអូអញ្ចឹងហើយខ្ញុំចូលចិត្តជាងគេគឺជិះម៉ូតូទឹកខ្ញុំឃើញគេជិះម៉ូតូទឹកនៅហ្នឹងអូសប្បាយខ្លាំងមែនតើចេញពីដងតេមករៀងអស់ខ្យល់ហើយដែរហើយក៏ដល់ម៉ោងបាយថ្ងៃដែរពួកខ្ញុំក៏ឈៀងចូលផ្សារកពតរកអីហូបហើយក៏ឃើញបានកន្លែងពិសេសមួយនេះមកហូបតំណងខ្លាំងមែនតើមានសាយ៉មានគួងហើយនឹងមួយទៀតគឺប្រៃខ្ចប់នេះខ្ញុំរីកមិនឲ្យអ្នកទាំងអស់ជាពិសេសគឺឆ្ងាញ់សាហាវហើយនឹងទឹកជ្រលក់របស់គាត់អ្នកទាំងអស់គ្នាដាក់ឲ្យច្រើនទៅគឺឆ្ងាញ់ខ្លាំងណាស់វាស៊ីគ្នាហ្មងណាយើងញ៉ាំទៅវាប្លែកមាត់សាហាវសុំបើខ្ញុំនិយាយឥឡូវក៏ខ្ញុំនៅចាំរសជាតិដែរប្លែកមាត់អ្នកទាំងអស់គ្នាប្លែកមាត់រឿងថ្មីដាក់មកទៅទៀតកាន់តែប្រចាំតែ 5000 អ្នកទាំងអស់គ្នាប្លែកមាត់បាន3 4មុខអញ្ចឹងពេលទៅកពតកុំភ្លេចចូលសាកកន្លែងគាត់ទៅខ្ញុំធានាថាប្លែកមាត់រសជាតិថ្មីហើយកន្លែងគាត់អត់ពិបាករកទេនៅក្នុងផ្សារកពតផ្ទាល់តែម្ដងចូលទៅគឺឃើញតែម្ដងកន្លែងលក់នំហ្នឹងហើយខ្ញុំញ៉ាំឡើងអស់ពីចានអាលីងតែម្ដងចេញពីហ្នឹងមកខ្ញុំក៏រៀបចំបន្តទៅទៀតគឺជិះម៉ូតូទៅកែបអ្នកទាំងអស់គ្នាទៅពីកន្លែងទៀតគឺកន្លែងមួយនេះគឺកន្លែងកាហ្វេថ្មីដែលគេទំបើកដែរទេគឺស្អាតខ្លាំងមែនតើប្លង់ថតរូបយកពីច្រើនជាពិសេសគឺកាហ្វេនៅហ្នឹងគឺឆ្ងាញ់អ្នកទាំងអស់គ្នាកាហ្វេដាក់គ្រីមនៅហ្នឹងរសជាតិគាត់គឺ the best ហ្មងបុគ្គលិកក៏រុះរាយរាក់ទាក់អញ្ចឹងមកកែបកុំភ្លេចឈានចូលកាហ្វេមួយនេះផងនៅចិត្តផ្សារកែបដែរទេនៅទល់មុខផ្សារកែបហ្មងមានកន្លែងថតរូបប្លង់ស្អាតច្រើនមែនតើជាពិសេសកន្លែងអង្គុយរបស់គាត់បកកែរៀបចំណាខ្ញុំស្រឡាញ់អាការរៀបចំកន្លែងអង្គុយរបស់គាត់អាតុកធំមួយនេះគឺដូចកន្លែងសាលារៀនយើងអញ្ចឹងដូចថ្នាក់រៀនអញ្ចឹងណាទីធ្លានៅជុំហ្នឹងធំទលាយល្អមែនតើយើងអាចទិញអីយកទៅញ៉ាំនៅហ្នឹងក៏បានដូចគ្នាខ្ញុំច្រឡំខ្ញុំសុំទោសអ្នកទាំងអស់គ្នាការពិតនៅទល់មុខផ្សារក្តាមដោយសារតែខ្ញុំចេញពីហ្នឹងមកខ្ញុំដើរទៅចូលផ្សារក្តាមបន្តសម្រាប់ទិញមឹកអាំងនៅហ្នឹងដោយសារមឹកអាំងនៅហ្នឹងអ្នកទាំងអស់គ្នាដឹងហើយទៅដល់ហ្នឹងmìnhឡងគ្រឿងសមុទ្រផ្សារក្តាមអញ្ចឹងខ្ញុំច្រឡំទេខ្ញុំសុំទោសផងអ្នកទាំងអស់គ្នានិយាយខុសអញ្ចឹងខ្ញុំចូលទៅទិញមឹកអាំងយកទៅមើលថ្ងៃលិចបន្តអត់ឲ្យខាតជើងទេទៅដល់ហ្នឹងគឺដើរមិនឲ្យបានមួយថ្ងៃវិលល្ងាចហ្នឹងឲ្យសុបាយហ្មងព្រោះយប់តិចបាទខ្ញុំធ្វើដំណើរមកពេញវិញអញ្ចឹងខ្ញុំចេញពីទិញគ្រឿងសមុទ្រមកខ្ញុំទៅអាកន្លែងផ្លូវកែងដែលមានទេសភាពស្អាតអ្នកទាំងអស់គ្នាទៅហ្នឹងគឺពីច្រើនទៅដល់កន្លែងហ្នឹងនេះអាកែងកន្លែងនេះយើងអង្គុយញ៉ាំមឹកអាំង relax ជាមួយថ្ងៃលិចមួយខ្យល់អាកាសបរិសុទ្ធខ្យល់ត្រជាក់ខ្យល់សមុទ្រមកហ្នឹងយើងស្អិតមែនតែក្តីសុខមួយយ៉ាងដែរជាពិសេសអ្នកដេកផ្ទះអីហ្នឹងគឺធុញថប់អីចេញមកមួយថ្ងៃវិលល្ងាចគឺគ្រប់គ្រាន់ទេអ្នកទាំងអស់គ្នាហើយកក់សមុទ្រឡានដូចខ្ញុំប្រាប់មិញទៅគឺចំណេញមកដល់នេះជួម៉ូតូក៏បាន 15% ទេគ្រាន់តែប្រាប់ឈ្មោះខ្ញុំគឺចំណេញដែរអញ្ចឹងវីដេអូនេះក៏មកដល់ទីបញ្ចប់ហើយអរគុណច្រើនជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ